ស្អីក៏ដោយដែលឯងសម្រាប់ចិត្តឲ្យសុំចង់ស្មារតីលើអានឹងសុំធ្វើឲ្យអស់សមត្ថភាពឲ្យអស់លទ្ធភាពឲ្យអានឹងល្អត្រូវចាំថាអូនឯងអត់ compete អត់ប្រណាំងប្រជែងជាមួយអ្នកណាទេប៉ុន្តែប្រណាំងប្រជែងមួយខ្លួនឯងថ្ងៃនេះត្រូវតែប្រសើរជាងខ្លួនឯងម្សិលមិញហើយស្អែកឡើងត្រូវតែធ្វើឲ្យល្អជាងថ្ងៃនេះអញ្ចឹងជ្រើសរើសយកស្អីក៏ដោយខុសឧបនិស្ស័យក៏ដោយបានដឹងថាអូចាស់បន្តិចទៅបានដឹងថាអញអានេះសោះប៉ុន្តែខំឲ្យអស់លទ្ធភាពពេលដែលខ្លួនឯងកំពុងទៅនៅកន្លែងណាមួយជួនកាលអាចផ្សេងដែរខ្ញុំពីក្មេងខ្ញុំបកកែរឿងផ្សេងដែរមកដល់ឥឡូវក៏បកកែរឿងផ្សេងដោយសារខ្ញុំធ្វើការហ្នឹងការងារហ្នឹងវាបង្រៀនយើងអីចឹងដែរអញ្ចឹងត្រឡប់ទៅវិញពីរឿងថាខ្លួនឯងអីហ្នឹងកូនប្រុសខ្ញុំក៏អត់ដឹងដែរពេលដែលអ្នកបានរង្វាន់ Nobel Prize គេមកនៅទីក្រុងមួយហើយគេហៅក្មេងៗពីសាលាចំណេះទូទៅហ្នឹងទៅកន្លែងគេចេញលុយអីឲ្យទាំងអស់លើកលែងតែសបុតយន្តហោះទៅហើយអ្នករង្វាន់ Nobel Prize ហ្នឹងខាងពេទ្យខាងអីចឹងកូនប្រុសខ្ញុំខលមកខ្ញុំថាកូនឯងទៅប៉ាទិញសបុតឲ្យគាត់ថាគាត់អត់ចង់ទៅទេខ្ញុំថាគេលោកកូនឯងបកកែជីវវិទ្យាហ្នឹងឯងបានគេហៅទៅព្រោះអ្នកហ្នឹងទទួលរង្វាន់ Nobel Prize ខាងពេទ្យឬក៏គីមីអីចឹងព្រោះដឹងគាត់ឆ្លើយមិនគាត់ថាកូនអត់ដឹងថាកូនបកកែអីទេខ្ញុំប្រាប់ថាឲ្យមើលអាតារាងបន្ទុក transcript ណៃបកកែអីគាត់ថាបើគាត់ A ទាំងអស់ចឹងគាត់បកកែអីគេអាហ្នឹងអញ្ចឹងជួនកាលប៉ុន្តែវានៅសល់ការស្រឡាញ់ដូចតាអនថាអញ្ចឹងនៅសល់ការស្រឡាញ់របស់យើងស្អីទោះបីអាហ្នឹងវាស្តៀងគ្នាប៉ុន្តែយើងស្រឡាញ់អានេះជាងអញ្ចឹងខប់មកអស់អាហ្នឹងទៅហើយពាក្យខ្មែរល្អណាស់អូនពាក្យថាសតិអារម្មណ៍សតិបញ្ញាគឺជាចំណេះដឹងគឺការគិតការវិភាគហ្នឹងសូមឲ្យសតិនេះដឹកនាំអារម្មណ៍កុំឲ្យអារម្មណ៍មួយណៃដឹកនាំសតិកុំធ្វើការតាមអារម្មណ៍តាមការគិតការវិភាគហ្នឹងទី1ទី2ថាតកតងនៅឪពុកម្ដាយពីគ្រោះមួយឪពុកម្ដាយគាត់ជារៀមច្បងជាមនុស្សចាស់ជាងយើងមានបទពិសោធន៍ច្រើនជាងប៉ុន្តែទាំងឪពុកម្ដាយលោកគ្រូអ្នកគ្រូដែលជាឪពុកម្ដាយមានកូនធ្វើការសម្រេចចិត្តចូលរៀនអីដែរហើយកូនក៏មានឪពុកម្ដាយត្រូវពីគ្រោះសូមចាំថាអ្វីដែលកូននឹងត្រូវរស់នៅជាមួយមិនមែនដូចយើងទេសម័យខ្ញុំឪពុកម្ដាយខ្ញុំឲ្យយោបល់អាស្រ័យលើបរិបទសង្គមមួយបែបនោះដែលគាត់រស់នៅប៉ុន្តែសង្គមដែលខ្ញុំរស់នៅខុសពីសង្គមដែលប៉ាឪពុកម្ដាយខ្ញុំរស់នៅសង្គមមួយដែលមាន Facebook សង្គមមួយដែលវាអាឡូអាឡាជេរស្រេចនឹងចិត្តអ្នកណាជេរអ្នកណាក៏បានក្នុងសង្គមឪពុកម្ដាយខ្ញុំមិនមែនអញ្ចឹងទេណាសង្គមយើងខ្ញុំឃើញនារីគាត់និយាយពាក្យអសុរោះចំអេះចំអាស់នៅលើ Facebook មានអ្នក like មានអ្នកសាទរមានអ្នកសប្បាយជាមួយចំនួនម្ដាយខ្ញុំនិយាយប៉ុណ្ណេះនៅភូមិមានណាមើលមុខទេអញ្ចឹងអ្វីវាប្រែប្រួលសូម្បីតែការគិតក៏ដោយមិនត្រឹមតែសង្គមទេប្រែប្រួលអញ្ចឹងសូមលោកគ្រូអ្នកគ្រូឲ្យយោបល់ទៅកូនប៉ុន្តែកុំដាច់ខាតព្រោះគ្នានឹងរស់នៅក្នុងបរិបទមួយដែលមិនមែនជាបរិបទយើងទេអាចផ្សេងទៀតគ្រាន់តែជាផ្លូវឲ្យគាត់យកទៅពិចារណាគិតខ្ញុំជួបក្មេងម្នាក់ប្រហែលអាទិត្យមុនខ្ញុំទៅអាមេរិកទៅ University of Berkeley California Berkeley ក្មេងស្រីម្នាក់ដែលរៀន Mechanic Engineering រឿង Mechanic រឿងអីហ្នឹងកូនស្រីហ្នឹងរៀនបងលុយខ្ញុំសួរថាអូនប៉ាធ្វើការអីឲ្យប៉ាគ្រប់គ្រងហ្នឹងគាត់ថាអត់ទេប៉ាខ្ញុំអាស៊ីតិចហើយប៉ាអត់ចង់ឲ្យរៀនទេពីដំបូងប៉ុន្តែខ្ញុំស្រឡាញ់អាហ្នឹងហើយខ្ញុំសួរថាចុះម៉ាក់មិនដែរថាអូម៉ាក់ខ្ញុំអត់ដឹងអីសោះរៀនទៅចាំតែបងលុយឲ្យប៉ុន្តែប៉ាអត់ចង់ឲ្យទេប៉ាឥឡូវប៉ាគ្រប់គ្រងដោយសារឃើញកូនហ្នឹងប៉ាកែអាហ្នឹងទៅអញ្ចឹងដែរអញ្ចឹងសុំគុំបង្ខំកូនក៏ប៉ុន្តែឲ្យយោបល់ឲ្យ advice គាត់ជាទីប្រឹក្សាឲ្យគាត់ប៉ុន្តែកុំផ្ដាច់ការទៅលើជីវិតគាត់